សម្រាប់អ្នកសៀមរាបដែលអត់ទាន់មានពេលបានទៅលេងកំពតឡើងភ្នំបូកគោអីអាចសាកមកកន្លែងនេះសិនបាននៅលើភ្នំក្រោមមានកន្លែងពីរដែលយើងអាចទៅទស្សនាបានទី1គឺនៅកន្លែងប្រាសាទភ្នំក្រោមដែលជាប្រាសាទបុរាណមួយដែលមានសម្រស់ស្រស់ស្អាតនិងខ្យល់បរិយាកាសនៅកន្លែងនេះគឺស្រស់ស្រាយខ្លាំងមែនទែនប្រាសាទភ្នំក្រោមគឺជាប្រាសាទភ្នំដែលបានកសាងតាំងពីចុងសតវត្សទី9ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទនេះកសាងដោយព្រះបាទយសោវរ្ម័នទី1ក្រៅពីទស្សនាប្រាសាទភ្នំក្រោមយើងក៏អាចទៅទស្សនានៅកន្លែងទី2ដែលជាទេសភាពបឹងទន្លេសាបដែលមានផ្ទៃទឹកធំល្វឹងល្វើយជាមួយនឹងខ្យល់បរិយាកាសដ៏ត្រជាក់បើសិនជាបងប្អូនមកភ្នំក្រោមក្នុងខែនេះពិតជាមិនខកបំណងទេជាមួយនឹងទេសភាពដោយបងប្អូនឃើញចឹងគឺបឹងទន្លេសាបពោពេញទៅដោយទឹកហើយទេសភាពនៅជុំវិញនឹងគឺស្អាតខ្លាំងមែនទែនឃើញទេសភាពបែបហ្នឹងខ្ញុំសម័យដល់កំពតដែលនៅលើភ្នំបូកគោយើងអាចមើលឃើញដល់សមុទ្រនេះកែបប៉ុន្តែនៅលើភ្នំក្រោមយើងក៏អាចមើលឃើញផ្ទៃបឹងទន្លេសាបទោះជាយើងអត់មានសមុទ្រប៉ុន្តែយើងអាចមានបឹងទន្លេសាបដែលយើងអាចមើលទេសភាពស្អាតដូចគ្នាដែរខ្ញុំរីកមិនឲ្យបងប្អូនទៅពេលរសៀលព្រោះនៅពេលរសៀលគឺខ្យល់បរិយាកាសដឹងតែត្រជាក់ហើយក្រៅពីខ្យល់បរិយាកាសត្រជាក់បងប្អូនក៏អាចនៅមើលថ្ងៃលិចនៅភ្នំក្រោមបានដែរដោយដែលបងប្អូនបានឃើញចឹងពេលដែលថ្ងៃលិចគឺផ្ដល់នៅបរិយាកាសមួយដែលកាន់តែស្អាតបន្ថែមមួយកម្រិតទៀតអញ្ចឹងសរុបមកសម្រាប់អ្នកសៀមរាបដែលអត់ទាន់មានពេលបានទៅលេងកំពតកែបអីអាចសាកមកលេងភ្នំក្រោមសិនបានព្រោះទីនេះគឺមិនចាញ់ទេសភាពនៅកំពតកែបប៉ុន្មានទេ